អាចយកភាសាអារ៉ាប់នៅពេលប្រជុំអន្តរជាតិបានទេដូច្នេះគាត់បានស្នើសុំជំនួយពីអ្នកសម្អាតដែលនៅជាប់គាត់នៅពេលដែលគាត់បានក្មេងស្រីនិយាយថាគាត់ដឹងបន្តិចគាត់បានផ្ដល់ឧបករណ៍ស្ដាប់មួយនិងស្នើសុំឲ្យគាត់ចុះកំណត់ត្រាអំពីការប្រជុំគាត់មិនដឹងថាវាជាការងាយស្រួលសម្រាប់ក្មេងស្រីទេនៅពេលដែលគាត់បានបញ្ចប់ការសិក្សាគាត់បានជួយក្រុមហ៊ុនមួយបញ្ចប់កិច្ចព្រមព្រៀងតម្លៃ100លានប្រធានអង្គភិបធំទាំងអស់បានលើអំពីនាងប៉ុន្តែគ្មាននរណាដែលដឹងថានាងមានរូបរាងយ៉ាងដូចម្តេចទេទោះបីជាបុរសនោះក៏ចង់ជួលនាងជាជំនួយក៏ដោយដោយចៃដន្យក្មេងស្រីបានមកក្រុមហ៊ុនរបស់គាត់សម្រាប់សម្ភាសន៍នៅថ្ងៃនោះប៉ុន្តែផ្នែកធនធានមនុស្សគិតថានាងកំពុងដាក់ពាក្យសុំជាអ្នកសម្អាតក្មេងស្រីបានចង់បដិសេធប៉ុន្តែអ្នកគ្រប់គ្រងបានផ្ដល់ប្រាក់ខែ5លានប្រចាំឆ្នាំបន្ទាប់ពីបានលើនោះក្មេងស្រីបានយល់ព្រមជាអ្នកសម្អាតភ្លាមនៅថ្ងៃដំបូងរបស់នាងបុរសនោះបានស្នើសុំឲ្យនាងបកប្រែភាសាអារ៉ាប់បន្ទាប់ពីការប្រជុំបានបញ្ចប់ក្មេងស្រីបានប្រាប់បុរសនោះថាមានអ្នកជួញដូរនៅក្នុងក្រុមហ៊ុនរបស់គាត់ដៃគូបានផ្ដល់10លានប៉ុន្តែអ្នកជួញដូរបានរាយការណ៍តែ7លានហើយក្រុមហ៊ុនបានពន្យាពេលកិច្ចព្រមព្រៀងដែលធ្វើឲ្យដៃគូខឹងខ្លាំងបន្ទាប់ពីបានលើនេះបុរសនោះបានសម្រេចចិត្តដោះស្រាយបញ្ហានេះដោយខ្លួនឯងនៅកណ្ដាលក្មេងស្រីគិតថាគាត់អាចឈប់សម្រាកបានហើយប៉ុន្តែបុរសម្នាក់បានប្រាប់ឲ្យគាត់ទៅជាមួយគាត់បន្ទាប់ពីក្មេងស្រីចាក់ចេញពីបន្ទប់បុរសម្នាក់បានយល់ថាចាប់តាំងពីគាត់មកដល់គាត់មិនមានអ្វីត្រូវបារម្ភទេគាត់បានចាប់ផ្ដើមសង្ស័យអំពីអត្តសញ្ញាណរបស់គាត់នាយកប្រតិបត្តិបានឃើញថាអ្នកបម្រើថ្មីអាចបកប្រែភាសាអារ៉ាប់បានគាត់សង្ស័យថានាងជាចារកម្មក្រុមហ៊ុនទើបគាត់ឲ្យផ្នែកធនធានមនុស្សរៀបចំឯកសាររបស់នាងក្នុងពេលជាមួយគ្នានោះគូប្រជែងជំនួញរបស់គាត់ក៏កំពុងស៊ើបអង្កេតនាងដែរគាត់ចង់ជួលនាងឲ្យមកធ្វើការនៅក្រុមហ៊ុនរបស់គាត់ប៉ុន្តែគាត់បានឮថាស្រីម្នាក់នោះកំពុងធ្វើជាអ្នកបម្រើនៅផ្ទះបុរសម្នាក់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនយូរប៉ុន្មាននាងក៏បានតាមបុរសនោះទៅកាន់ការិយាល័យកណ្ដាលហើយបុរសនោះក៏សួរនាងថាតើនាងជាចារកម្មក្រុមហ៊ុនមែនឬអត់នាងនិយាយដោយកំហឹងថាខ្ញុំបានឆ្លងកាត់ការសម្ភាសរបស់ក្រុមហ៊ុនអ្នករួចហើយបុរសនោះប្រាប់អ្នកគ្រប់គ្រងធនធានមនុស្សឲ្យយកឯកសាររបស់នាងមកឲ្យគាត់អ្នកគ្រប់គ្រងមានអារម្មណ៍ភ័យខ្លាំងណាស់ព្រោះនាងបានច្រឡំកំណត់ត្រាសម្ភាសកាលពីពេលនោះនៅពេលដែលបុរសនោះហៀបនឹងពិនិត្យមើលគូប្រជែងជំនួញរបស់គាត់ក៏បានដើរចូលមកនាងបានលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅជ្រុងខាងគូប្រជែងជំនួញចង់ខ្ចីអ្នកបម្រើពីបុរសនោះប៉ុន្តែបុរសនោះបានបដិសេធរួចគាត់ក៏ពិនិត្យមើលឯកសារម្ដងទៀតគាត់បានបញ្ជាក់ថានាងគ្រាន់តែជាអ្នកបម្រើដែលចេះភាសាអារ៉ាប់ប៉ុណ្ណោះវាបានបង្ហាញថាអ្នកគ្រប់គ្រងបានកែសម្រួលឯកសារដោយចិត្តណាព្រោះនាងខ្លាចបុរសនោះដឹងពីកំហុសរបស់នាងនៅពេលនោះបុរសនោះបានហៅអ្នកដឹកនាំគម្រោងចូលមកដោយមានជំនួយពីនាងមិនចាប់អារម្មណ៍ទេគាត់បានរកឃើញជនក្បត់នៅក្នុងក្រុមហ៊ុនដោយជោគជ័យបន្ទាប់ពីត្រឡប់មកផ្ទះវិញនាងគិតថានាងអាចសម្រាកបានខ្លះប៉ុន្តែនាងទទួលបានសារមួយទៀតពីបុរសនោះវាគឺជាបញ្ជីចំណូលចិត្តរបស់គាត់សរុបទាំងអស់មានជាង300ទំព័រនាងកាន់ក្បាលហើយនិយាយថាអ្នកមានពិតជាពិបាកកប់ចិត្តណាស់បានរៀបចំអាហារសម្រន់ជាច្រើននាងប្រាប់បុរសនោះថាថ្មីនេះទម្លាប់នៃការគប់របស់អ្នកបានកើនឡើង30%ការស្រែករបស់អ្នកក៏កើនឡើង20%ដែរដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំសូមញ៉ាំអាហារដែលជួយឲ្យចិត្តត្រជាក់ភ្លាមនោះម្ដាយរបស់បុរសនោះក៏ដើរមកដោយសារមានជនក្បត់ទើបក្រុមហ៊ុនខាតបង់ប្រាក់គាត់នាំក្មេងស្រីអ្នកមានម្នាក់មកដោយសង្ឃឹមថាបុរសនោះនឹងរៀបការជាមួយនាងដើម្បីសង្គ្រោះក្រុមហ៊ុនក្មេងស្រីអ្នកមាននោះច្រណែននឹងសម្រស់របស់អ្នកបម្រើម្ដាយបានបញ្ជាឲ្យអ្នកបម្រើលើកតែបន្ទាប់មកគាត់ក៏ចាក់ទឹកលើនាងដោយចេតនាសំណាងល្អដែលបុរសនោះដើរមកបាំងមុខនាងគាត់បានប្រាប់ម្ដាយរបស់គាត់នឹងមិនធ្វើតាមការរៀបចំរៀបការរបស់ម្ដាយទេបន្ទាប់មកគាត់ដេញក្មេងស្រីអ្នកមាននោះចេញហើយសុំឲ្យអ្នកបម្រើបង្រៀនភាសាអារ៉ាប់ដល់គាត់ព្រោះអតិថិជនធំម្នាក់ពីឌូបៃនឹងមកដល់ថ្ងៃនេះមិននឹកស្មានថាស្រីម្នាក់នោះស្គាល់អតិថិជនម្នាក់នេះនាងយល់ព្រមជួយបុរសនោះឲ្យទទួលបានកិច្ចសហប្រតិបត្តិការបុរសនោះក៏សន្យាថានឹងចែកប្រាក់ចំណេញជាមួយនាងបន្ទាប់មកពួកគេក៏ទៅជួបអតិថិជនជាមួយគ្នាប៉ុន្តែអតិថិជនមិនខ្វល់ពីបុរសនោះទេគាត់រាក់ទាក់តែជាមួយក្មេងស្រីនោះប៉ុណ្ណោះពេលឃើញក្មេងស្រីនោះដើរចូលបន្ទប់ឯកជនជាមួយអតិថិជនបុរសនោះមានអារម្មណ៍ខឹងដោយគ្មានមូលហេតុខណៈពេលដែលក្មេងស្រីនោះកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាងបានកត់សម្គាល់ឃើញបុរសនោះខ្លាញ់ខ្លួនជាអ្នករត់ទៅចូលក្នុងបន្ទប់ក្មេងស្រីម្នាក់នេះមានទេពកោសល្យខាងចំនួនខ្លាំងណាស់ប៉ុន្តែដោយចៃដន្យនាងបែរជាខ្លាយទៅជាអ្នកបម្រើផ្ទាល់របស់នាយកប្រតិបត្តិទៅវិញនៅថ្ងៃដំបូងនៃការធ្វើការនាងបានជួយគាត់រកអ្នកជួញដូររបស់ក្រុមហ៊ុនឃើញបុរសនោះចាប់អារម្មណ៍នឹងសមត្ថភាពនាងខ្លាំងណាស់ទើបគាត់រៀបចំវិឡាឯកជនមួយឲ្យនាងថ្ងៃបន្ទាប់នាងសម្រេចចិត្តថែទាំគាត់ពេលនោះគាត់កំពុងស្ដីបន្ទោសអ្នកបម្រើផ្សេងទៀតនាងក៏ប្រញាប់ធ្វើបបរមួយចានឲ្យគាត់អ្នកបម្រើប្រាប់ថាគាត់មានស្តង់ដារអាហារខ្ពស់ណាស់តែនាងនិយាយដោយជឿជាក់ថានាងធ្លាប់រៀនជំនាញនេះក្រោយភ្លក់បបររួចគាត់ឲ្យនាងទទួលខុសត្រូវរាល់អាហាររបស់គាត់រួចគាត់ឲ្យនាងឆុងកាហ្វេឲ្យគាត់មួយកែវអ្នកបម្រើពន្យល់លម្អិតពីរបៀបដែលគាត់ចូលចិត្តប៉ុន្តែនាងមិនខ្វល់ឡើយនាងឆុងកាហ្វេតាមរបៀបរបស់នាងផ្ទាល់រួចនាងក៏ប្រាប់គាត់កាហ្វេនេះមានសីតុណ្ហភាព65អង្សាក្តៅជាងដែលអ្នកចង់បានបន្តិចវាអាចជួយសម្រាលការឈឺក្រពះរបស់អ្នកបានបុរសនោះគិតថានាងល្អឥតខ្ចោះគ្រប់យ៉ាងព្រឹកថ្ងៃទី3អ្នកបម្រើបានសុំឲ្យនាងដាស់គាត់ហើយរំលឹកនាងថាគាត់ឈឺជើងកាលពីម្សិលមិញហើយថាគាត់កំពុងតែឆេវឆាវខ្លាំងក្មេងស្រីដើរចូលទៅក្នុងបន្ទប់ហើយបើកវាំងនុនបុរសនោះប្រាប់ឲ្យនាងចេញទៅតែនាងប្រើសម្លេងដូចជាលួងក្មេងនាយកប្រតិបត្តិទីរោឲ្យដល់ពេលត្រូវក្រោកហើយខ្ញុំនឹងទៅធ្វើអាហារពេលព្រឹកឲ្យអ្នកបម្រើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់ព្រមក្រោកមែននាងបាននិយាយថាខ្លួនធ្លាប់បានសិក្សាពីចិត្តវិទ្យាក្មេងហើយចិត្តវិទ្យារបស់គាត់គឺមិនខុសអ្វីពីចិត្តវិទ្យារបស់ក្មេងនោះទេ